trong rau hang cà phê nơi kép bản ta đang tại hang cà phê na mến mở ngàyนี้ admin มาแนะนำ hang cà phê 3 កន្លែង ឲ្យអ្នកនរគ្នាបានស្គាល់ចូលមក hang cà phê ទី 1 គឺខ្សែរ៉កកាហ្វេដែលជាសាខាថ្មីនៅជាប់សមុទ្រតែម្ដងហើយគាត់មានសាខាមួយទៀតគឺនៅលើភ្នំតែលើកនេះគឺខ្ញុំមកសាខាជាប់សមុទ្រម្ដងគឺថតរូបស្អាតមែនតើគ្រាន់តែថាថ្ងៃដែលខ្ញុំទៅនោះគឺទៅពេលថ្ងៃត្រង់អញ្ចឹងវារៀងក្តៅបន្តិចអញ្ចឹងអ្នកនរគ្នាអាចទៅលេងពេលមេសតុំបន្តិចទៅគឺអាចនៅលេងបានយូរហើយទេសភាពនៅនឹងគឺស្អាតមែនតើហើយអ្នកនរគ្នាអាចថតរូបបានច្រើនកន្លែងហ្មងចូលមក hang cà phê ទី 2 គឺ The Wave នៅនឹងមិនមែនមានតែកាហ្វេទេគឺជាភោជនីយដ្ឋានដែលស្ថិតនៅក្នុងតំបន់កែប West ហើយនៅនឹងគឺគេបើកឲ្យចូលសេរីអ្នកនរគ្នាក៏អាចចូលមកថតរូបលេងផឹកកាហ្វេឬក៏ញ៉ាំអាហារនៅនឹងក៏បានដែរសំខាន់សម្បូរប្លង់ថតរូបមែនតើឲ្យតែយើងប៉ិនថតចូលមកទី 3 គឺ Veranda Natural Resort នៅនឹងមិនមែនមានតែ hang cà phê ទេតែមានទាំងភោជនីយដ្ឋាននិង resort ដែលយើងអាចមកស្នាក់នៅបានហើយការតុបតែងរបស់គាត់នៅនឹងគឺធម្មជាតិហើយ fresh មែនតើហើយអីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺគាត់យកចង្អេរឬក៏អង្រុតអីយកមកតុបតែងនៅក្នុងហាងរបស់គាត់វាមើលទៅគឺស្អាតបែបខ្មែរយើងហ្មងហើយភាគច្រើនមិនថាតុកៅអីឬក៏អីផ្សេងៗក៏ដោយគាត់យកឈើមកឌីក័រសឹងតែទាំងអស់ហ្មងប៉ុន្តែខ្ញុំមកកន្លែងហ្នឹងគឺខ្ញុំមិនបានមកផឹកកាហ្វេទេគឺខ្ញុំមកញ៉ាំបាយថ្ងៃត្រង់ហើយអានេះគឺជាម្ហូបដែលខ្ញុំបានកំងហើយឆ្ងាញ់ៗទៀតអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូពេលក្រោយបាយបាយ